សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ផ្នែកទី2ដែលយើងនឹងនិយាយអំពី multimeter តើអីទៅជា multimeter multimeter ជាឧបករណ៍ដែលគេប្រើប្រាស់សម្រាប់វាស់នៅបរិមាណអគ្គិសនីសំខាន់ៗដូចជា voltage ចរន្តអគ្គិសនីឬក៏ resistance អគ្គិសនីជាដើមដែលវាមានសក្តិភាពខ្ពស់ហើយនៅក្នុងនោះដែរ multimeter ត្រូវបានគេបែងចែកចេញជាពីរប្រភេទសំខាន់គឺ analog multimeter និង digital multimeter អញ្ចឹងចំពោះប្រភេទ analog multimeter គឺគេប្រើប្រាស់នៅតនិចដើម្បីចង្អុលបង្ហាញនៃតម្លៃដែលនៅលើផ្ទាំងរបស់វាហ្នឹងហើយងាយស្រួលក្នុងការមើលនៅតម្លៃប្រែប្រួលរបស់ voltage ឬក៏ចរន្តដោយសារតែវាមានការប្រែប្រួលយឺតទៅតាមតនិចហ្នឹងអញ្ចឹងប៉ុន្តែតម្លៃរបស់វាគឺរៀងពិបាកអានជាង digital multimeter បន្តិចហើយចំណែកប្រភេទ digital multimeter គឺវាចេញក្រោយ analog multimeter គឺវាប្រើប្រាស់លេខ digital ក្នុងការបង្ហាញនៅលើអេក្រង់របស់វាហ្នឹងគឺអញ្ចឹងគឺធ្វើឲ្យវាងាយស្រួលក្នុងការអាននៅតម្លៃរបស់ resistance ឬក៏តម្លៃរបស់ voltage ជាងអាននៅលើ analog multimeter ហើយបច្ចុប្បន្នហ្នឹងគឺគេប្រើប្រាស់ digital multimeter ច្រើនជាង analog ដោយសារតែ digital multimeter គឺពេញនិយមនិងងាយស្រួលជាងអញ្ចឹងទៅអញ្ចឹងដូចនឹងហើយក្នុងវីដេអូនេះយើងនឹងនិយាយអំពី function of multimeter ដែលយើងយក digital multimeter យកមកបង្ហាញដូចយើងនៅឃើញនៅក្នុងរូបហ្នឹងអញ្ចឹងចំពោះ digital multimeter ឬក៏ multimeter function របស់វាគឺគេប្រើប្រាស់ដើម្បីវាស់ចរន្ត AC ចរន្ត DC ឬក៏វាស់ voltage ឬក៏ resistance ហើយវាមានមុខងារផ្សេងដូចជាការវាស់ capacitor ការវាស់ប្រេកង់ឬក៏ duty cycle របស់វាហ្នឹងហើយនឹងការវាស់ការតភ្ជាប់ខ្សែថាខ្សែហ្នឹងដាច់ឬក៏ជាប់អីចឹងទៅហើយដើម្បីឲ្យយើងអាចវាស់នៅ voltage បានគឺយើងកាច់វាមកកន្លែង voltage ដូចយើងឃើញហ្នឹងហើយដើម្បីវាស់បានគឺយើងមាន probe ដែលយើងតចេញពី multimeter របស់យើងហ្នឹងគឺកន្លែង voltage គឺយើងដោតកន្លែង voltage ហ្នឹងមកហើយpositive ឬក៏វិជ្ជមានហ្នឹងគឺយើងវាស់ជាមួយនឹងប៉ូលបូកហើយអវិជ្ជមានគឺយើងតវាស់ជាមួយនឹងប៉ូលដកដែលយើងតវាជាខ្នែងវាស់វាជាខ្នែងដើម្បីវាស់ voltage ហើយចំពោះការវាស់ចរន្តវិញគឺយើងគ្រាន់តែកាច់ multimeter របស់យើងមកកន្លែងចរន្តវាស់ចរន្តមកកន្លែងដូចក្នុងរូបហ្នឹងអញ្ចឹងបន្ទាប់មកការតភ្ជាប់ probe ដើម្បីវាស់វាបានគឺយើងដកកន្លែង positive របស់វាហ្នឹងផ្អាកក្រហមហ្នឹងដកដូរពី voltage មកចរន្តមកបន្ទាប់មកយើងវាស់ជា series វិញអញ្ចឹងប៉ូលបូកវាស់ក្រហមដកខ្មៅទៅមកយើងអាចវាស់ចរន្តបានហើយចំពោះ resistance គឺយើងកាច់មកកន្លែងដែលយើងឃើញហ្នឹងរូបសញ្ញាអូមហ្នឹងយើងកាច់មកអូមហ្នឹងមកគឺយើងអាចវាស់ resistance បានចំពោះ resistance គឺយើងងាយស្រួលយើងអត់ប្រកាន់ប៉ូលទេអញ្ចឹងយើងអាចវាស់ដកខាងណាដកក៏បានខាងណាបូកក៏បានពីលើសពីហ្នឹងទៀតគឺយើងអាចវាស់ជា continually testing គឺមានន័យថាយើងអាចវាស់ខ្សែណាដែលតភ្ជាប់ឬក៏ខ្សែណាដាច់ដោយយើងកាច់មកកន្លែងចំណុចហ្នឹងមកអញ្ចឹងនៅពេលដែលកាលណាដែលខ្សែរបស់យើងគឺខ្សែរបស់យើងគឺវាតភ្ជាប់គ្នាមានន័យថាវាអត់ដាច់ទេគឺវានឹងលោតពីបតែនៅពេលដែលវាដាច់គឺវានឹងអត់មានឮសំឡេងអីទេអញ្ចឹងហើយយើងអាចវាស់ជាមួយនឹង capacitor ឬក៏ duty cycle អីផ្សេងបានដែរហើយនេះជាវីដេអូ testing ដែលគេបានធ្វើការវាស់ជាមួយនឹងគ្រឿងអេឡិចត្រូនិកផ្សេងដូចដែលយើងឃើញហ្នឹងអញ្ចឹងគឺយើងអាចវាស់ទៅលើ motor ឬក៏វាស់ទៅលើអីផ្សេងបានទៀតអញ្ចឹងអរគុណអ្នកទាំងអស់គ្នាយើងនឹងជួបគ្នាទៅលើផ្នែកបន្តទៀត